ដល់ពេទ្យđấyកំពុងតែអង្គុយរងចាំពេទ្យពេលតែបើមិញដែរទេក្នុងម៉ោង 4 វារឿងធ្ងន់ធ្ងរដែរអញ្ចឹងយើងត្រូវព្យាបាលរៀងយូរឈឺក្បាលហើយពិបាកដកដង្ហើមហើយផ្ដាសាយញឹកញាប់បាទនឹងស្រាប់ហើយថាវាធ្វើទុកខ្លាំងដល់ម៉ោងប៉ុណ្ណឹងដល់ពោធិ៍សាត់បាត់ដំបងអីបាត់ដល់ពោធិ៍សាត់អីបាត់ VIP ឈប់រត់ចប់តែបងប្អូននេះឥឡូវមកដល់វិញបងតាពិសាអង្គរពីអ្នកមេមកពេទ្យគេចាប់តាមមកពេទ្យទៀតហើយវាជាគ្រប់6ខែដែលយើងត្រូវមកពេទ្យមកដើម្បីចាក់វ៉ាក់សាំងការពារបន្ថែមការពីវគ្គមុនយើងព្យាបាលចំនួន4ដងប្រព័ន្ធបញ្ហាច្រមុះខ្ញុំមានបញ្ហាច្រមុះវាមានបញ្ហាលាក់ស៊ីក៏ដូចជាដុសសាច់ច្រមុះហើយឥឡូវនេះមកចាក់លើកទី5ហើយ6ខែចុងក្រោយតែគេណាត់ឲ្យមកចាក់ឥឡូវបានមកដល់ហើយនេះហើយនេះទឹកភាពពេលព្រឹកគឺថាស្រឡះមែនទេស្រឡះល្អព្រោះមានអីហើយខ្ញុំដើរតាម curve នេះមកវគ្គមុនអត់មានទេអា curve អត់នេះអត់មានទេគេតែមករៀបពេលក្រោយហើយគឺថាវាស្អាតមែនទេតែហើយយើងមានកន្លែងដើរកន្លែងអីត្រឹមត្រូវនៅកន្លែងនេះហើយខាងមុខនោះគឺជាផ្សារអង្គរមកតិចទៀតយើងទៅដល់អូខេហើយមកដល់កន្លែងផ្សារនេះនៅដល់មនុស្សច្រើនចុះ stop មនុស្សច្រើនដើរដើរឆ្លងខាងណាគេឆ្លងតើណាឆ្លងលឿនក្រហមមកហើយក៏កណូនេះក៏ភាសាភ្លើងយើងហើយក៏នៅតែមានដាដែរវ៉ារាជ័យហើយមើលឃើញសូម្បីតែភ្លើងក្រហមជិះមកដែរអត់មានការគោរពស្លុកសោះដូចគេនិយាយថាប្រទេសដែលអត់ធ្វើគោរពច្បាប់ចរាចរណ៍នេះគឺប្រទេសខ្មែរដែរគឺប្រទេសយើងគឺព្រោះមកបងអូយមិនធម្មតាអីគេចាំខ្លួននោះវិញវិញអ្នកនរគ្នាយើងដើរតាមហើយភាសាតែព្រឹកអ្នកផ្សារអ្នកអីគាត់មកមានយកក្នុងការទិញបន្លែទិញមកហូបគេស្បៃបានអត់តាមយកមកទេបងនៅផ្សារដល់ព្រោះចូលបងអញមើលឃើញសក់គ្រប់ព្រឹកឡើងតែពួនក៏ល្អចាប់ជើងមានគេលក់ខាងមុខទេនេះយើងធ្វើការចូលតរអូអីញ៉ាំនៅក្នុងផ្សារដើមគោយើងទទួលបានបាយមាន់មួយទៅផ្លូវដល់វគ្គមកអង្គុយចាំពេទ្យបើកម៉ោង 9 ហើយយើងមកដល់តាំងពីម៉ោង 4 កន្លះអង្គុយនៅបេនឡានខ្ទង់ប្រហែលម៉ោងជាងម៉ោង 6 ចេញមកញ៉ាំអីនៅផ្សារអង្គរហើយខ្ញុំមិនរួចមកអង្គុយចាំពេទ្យនៅក្បែរពេទ្យនៅចុកហាងនឹងដែរតែម៉ោង 4 មកគេបើកជិះបាត់ឥឡូវមកផឹកកាហ្វេដល់ពេលជួបពេទ្យតាមកាហ្វេតាមពេទ្យគេអត់សូវឲ្យហូបអត្តកកនេះទេដោយសារតែយើងមានបញ្ហាច្រមុះប៉ុន្តែបានមកដល់ពេទ្យហើយកំពុងតែអង្គុយរងចាំពេទ្យតែបើកមិញដែរទេក្នុងម៉ោង 4
នៅភ្នំពេញនៅចាប់សាសវណ្ណាព្យាបាលចំហដោយសារតែយើងមានបញ្ហាដោះសាច់ចំហហើយនឹងរលាកអញ្ចឹងហើយយើងត្រូវមកព្យាបាលថ្ងៃនេះខ្ញុំមកចាក់វ៉ាក់សាំងគ្រប់6ខែហើយខ្ញុំលើកមុនខ្ញុំមកចាក់10ថ្ងៃម្ដងរហូតដល់4ដងបាទដោយសារយើងកម្រិតវារៀងធ្ងន់ធ្ងរដែរអញ្ចឹងយើងត្រូវព្យាបាលរៀងយូរហើយឥឡូវនេះយើងចាប់ផ្ដើមមកចាក់វ៉ាក់សាំងឡើងវិញដើម្បីការពារបកាវាម្ដងទៀតលើកចុងក្រោយរយៈពេល9ខែ6ខែកន្លងទៅហើយមក2នាក់ដោយសារតែឥឡូវនេះទុកតែប្រហែលហើយអ្នកគ្នាធូរបានច្រើនអ្នកគ្នាបាទធូរបានច្រើនមែនទែនដោយសារលើកមុនយើងអាសាឈឺក្បាលហើយពិបាកដកដង្ហើមហើយផ្ដាសាយញឹកញាប់បាទអញ្ចឹងហើយយើងពិបាកមែនទែនដល់ពេលយើងមកបានព្យាបាលព្យាអីចឹងទៅរីកធូរអ្នកនរគ្នាបាទវាធ្វើយើងអ្នកទាំងអស់គ្នាមានបញ្ហានឹងស្រាប់ហើយថាវាធ្វើទុកខ្លាំងមែនទែនពាក់ព័ន្ធទៅលើចំហហើយនឹងការឈឺក្បាលរបស់យើងក៏អត់ចេញទៅសងអង្គុយខ្ទប់ក្បាលមកណាខ្ញុំណែនាំទាំងអស់គ្នាមែនទែនបើមានលទ្ធភាពបងប្អូនអាចព្យាបាលទៅកុំទុកឲ្យវាយូរវាអត់ល្អទេប្រភេទបញ្ហាចំហបញ្ហាអីហ្នឹងហើយវារំវាធ្វើរំខានការងាររបស់យើងដែរគិតអីអត់ចេញទេណាហើយជាមួយតិចទៀតគ្រូពេទ្យមកយើងអាចនឹងឡើងទៅចាក់ថ្នាំចាក់អីចឹងណាអូខេអ្នកគ្នាឥឡូវយើងបញ្ចប់ការព្យាបាលហើយលើកទី5ហើយឈឺម្ដង2នាក់មកដូចសុបហើយរៀបចប់ទៅឲ្យបែបវិញថ្ងៃនេះតែម្ដងឡើងមកវាយកទៅវិញនិយាយហើយយើងបានគេកង់ទៅរកកន្លែងឡានខ្ញុំបានសម្រាប់ដូចគេថាលើសពី1ឆ្នាំយើងចង់មកចាក់ព្យាបាលទៀតក៏បានដែរអញ្ចឹងពេទ្យជុំណាស់ដែរតែយើងការរៀបខ្លួនយើងបើសិនជាយើងអត់ចិត្តឬក៏អីចឹងយើងអាចចាក់មកចាក់ការវាបានគេដល់ឡើងមានឡានហើយអូខេទីស្ពតឡានដូចតែជីចេញទៅឡើងវិញហើយទៅម៉ោង10កន្លះបានចេញទៅវិញទៅដល់នោះបែរទៅម៉ោង2ម៉ោង6ដល់ចេញជើងនោះទៅដល់ចាចេញឥឡូវបានចេញទៅវាយបែរវិញហើយពីច្រើនមកអត់បានយូរទេយើងមកកាប់ព្យាបាលអីហើយព្រោះអីហើយយើងត្រឡប់ទៅវិញអត់តែបាននៅដេកនៅបាននៅដើរលេងតែអត់មានចង់នៅដើរតែយើងនៅឯពេលហើយមកដល់កន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនតិចខ្ញុំខកចិត្តនឹងឡានប្រភេទពួកឡាន VIP ពីពេញមកប៉ោយប៉ែតនិយាយរួមទៅក្រុមហ៊ុនឡានហ្នឹងខ្ញុំជិះរាល់ដងទេតែប៉ះតកងរឿងស្រួលហើយអត់មានបញ្ហាទេប៉ុន្តែសម្រាប់ឡានមួយនេះគឺខ្ញុំខកចិត្តខ្លាំងមែនតើហ្មងខ្ញុំសង្ឃតែខ្ញុំទៅ complain ម្ចាស់ក្រុមហ៊ុនហ្នឹងហ្មងដោយសារតែម៉ោង 2:10 អីតបានចេញពីពេញណាបងប្អូនបាទជិះវល់ក្បងពេញហ្នឹងរោម៉ួយរយពេញហ្នឹងប្រហែលឡានតាក់ស៊ីតាមផ្លូវដើរចាប់ម៉ួយដើរចាប់អីធម្មតាឡាន VIP ចេញពីបេនមកប្រហែលអាហ្នឹងគេចេញមកប៉ុណ្្នឹងឯងប៉ុន្តែអានេះអត់ទេនេះដើរចាប់ម៉ួយដូចឡានតាក់ស៊ីតាមផ្លូវអញ្ចឹងហើយបាយអ្នកនរគ្នាបាទ2:10ធម្មតាយើងមិនបាយមិនទឹកទេណារកឡាយបាយរកឡាយទឹកហ្នឹងប៉ុន្តែនេះអត់ទេចាម៉ោង3អ្នកនរគ្នាបាទមកបាយនៅពោធិ៍សាត់ទេម៉ោង3បានឲ្យភ្ញៀវហូបបាយអញ្ចឹងខ្ញុំពិតជាខកចិត្តខ្លាំងមែនតើហើយខ្ញុំនឹងចាប់មុខទុកដែរព្រោះដោយសារតែខ្ញុំអាសាឡើងទៅពេញដែរអញ្ចឹងណាហើយប្រហែលជាខ្ញុំអត់ជិះទៀតទេឡានប្រភេទនេះហើយបើបើកឡានវិញមិនបាច់ទេអ្នកនរគ្នាអើយជន់អត់ទេជើងទេដឹងស្រាប់ហើយផ្លូវជាតិចុះជើងក៏វាស្រួលដែរវាមិនជាបញ្ហាទេព្រោះថាយើងតិចក៏យើងទេជើងឲ្យតិចទៅយើងលឿនទេជើងឲ្យលឿនទៅហ្នឹងហើយជន់ដកហើយយើងធម្មតាអ្នកចាញ់ឡានអ្នកគ្នាបាទពលឡានភឹតផតរហូតហ្នឹងមួយទៀតបើកឡានតែដៃមួយដៃមួយទៀតកាន់ទូរស័ព្ទលេងបាទចំណុចនេះគឺពិបាកដែរហើយនេះជាអាហារសម្រន់បាទម៉ោង 2 ជាងហើយបងប្អូនមកមើលតែមុខមួយដឹងហេវបាយមែនតើហើយបានបាយតែពេលព្រឹកបន្តិចហ្នឹងហើយ
ចូលពេទ្យចូលអីរួចក៏យើងត្រឡប់មកវិញហើយមកជួបរឿងចឹងទៀតគឺស្បត់ហ្មងអ្នកនរគ្នាចង់ស្បត់ហ្មងជួបប្រភេទឡានតាក់ស៊ីចេះបាទតាក់ស៊ី VIP ធម្មតាដល់ស្ដាប់ហើយខ្ញុំយកនិយាយពីខាងដើមចឹងថាម៉ួយប្រហែលក៏គេចេញមកដែរគេអត់ចាំគេអត់អីទៀតទេអាហ្នឹងលក្ខណៈ VIP តែនេះអត់ទេដើរចាប់ម៉ួយពេញផ្លូវពេញវាលហើយមួយទៀតបងប្អូនសម្រាប់កៅអីខាងមុខខ្ញុំទិញ2បាទកៅអីខាងមុខហ្នឹងដល់ពេលមកតាមផ្លូវលេងចាប់ញាត់អូយឡើង3នាក់អ្នកនរគ្នាបាទខាងមុខអង្គុយ3នាក់ហើយអង្គុយជាអៀតគ្នាខ្ញុំទ្រាំបានមកដល់88វិញខ្ញុំធូរចិត្តមែនតើខ្ញុំស្បត់ហ្មងទាំងអស់គ្នាទីបំផុតយើងមកដល់88វិញហើយធ្វើដំណើរមួយថ្ងៃមួយយប់ទៅមកពិតជាrefresh យើងមែនតើចិត្តធ្វើអីលឿនវាយលះដល់លះអញ្ចឹងណាហើយវីដេអូយើងក៏ចប់តែប៉ុណ្្នឹងឯងអ្នកនរគ្នាអានេះជា office របស់ខ្ញុំអូខេបាយបាយ